តើលោកអ្នកដឹងទេថាមានសាសនាមួយដែលគេបញ្ចុះសពអ្នកស្លាប់នៅលើមេឃវាគឺត្រូវបានគេហៅថា Zoroastrianism ហើយវិធីនៃការរំលាយសពរបស់អ្នកជឿសាសនានេះគឺព្រៃផ្សៃណាស់សូមអ្នកទាំងអស់គ្នាពិនិត្យមើល Zoroastrianism ជាសាសនាចំណាស់ជាងគេមួយរបស់ពិភពលោកវាបានចេញពីពាក់បុរាណហើយប្រហែលជាសាសនាដំបូងគេដែលមានព្រះសំខាន់តែមួយប៉ុណ្ណោះសប្តាហ៍ថ្ងៃនេះមានអ្នកដែលជឿសាសនានេះប្រហែលជា 20,000 នាក់ដែលភាគច្រើននៅប្រទេសឥណ្ឌាហើយនេះគឺជាវិធីនៃការបញ្ចុះសពរបស់អ្នកស្លាប់ពួកគេនឹងសាងសង់អ្វីមួយដែលគេហៅថាតួប៉មនៃភាពស្ងប់ស្ងាត់ដែលជាសំណង់រាងមូលដ៏ធំមួយហើយសាកសពមនុស្សគឺត្រូវបានគេទុកចោលសម្រាប់ការបញ្ចេញសាកសពតើអ្វីទៅគឺជាការបញ្ចេញសាកសពវាគឺជាការទុកឲ្យសាកសពរលួយទៅដែលប៉ះទៅនឹងធាតុម្យ៉ាងវិញទៀតពួកគេគ្រាន់តែទុកសាកសពនៅកំពូលប៉មនោះហើយទុកឲ្យធម្មជាតិដំណើរការទៅឯងដូច្នេះថាតើមានអ្វីកើតឡើងជាការពិតណាស់ភាគច្រើននៃសាកសពទាំងអស់នោះគឺត្រូវបានសត្វស៊ីសត្វថ្មាបន្ទាប់មកគ្រោងឆ្អឹងរបស់សាកសពវានឹងត្រូវបានបំបែកទៅដោយធាតុអាកាសហើយនឹងធាតុផ្សេងទៀតមុននឹងត្រូវបានផ្លាស់ទីចូលទៅក្នុងរណ្ដៅនៅចំកណ្ដាលហេតុអ្វីបានជាពួកគេធ្វើបែបនេះជាការពិតណាស់ពួកគេមានជំនឿថានេះគឺជាការការពារសាកសពពីការចម្លងរោគដោយដីនិងធាតុនៅក្នុងធម្មជាតិផ្សេងទៀត